មលំបាកច្រើនដោយសារអត់មានទុនបំវិលអញ្ចឹងកសិករក៏លំបាកដោយការទិញដូរស្រូវគាត់កសិករទាមទារលុយដល់ដៃយើងខ្វះទុនទិញស្រូវកសិករអត់ទាន់ឈ្មួញកាលពីដើមឡើយសហគមន៍យើងអត់លុយដើមតិចតួចជឿកសិករអញ្ចឹងកសិករអត់សូវលក់អុយទេសហគមន៍កសិកម្មអប់រំយើងនៅខ្វះទុនយើងប្រមូលទិញឲ្យបាន 100% ទេដោយសារបដាក់គាត់យូរអញ្ចឹងគាត់អាចលក់ទៅកន្លែងផ្សេងយើងដឹងថាកសិករឥឡូវគាត់ធ្វើនឹងដើមទុនរបស់គាត់តិចគាត់សុទ្ធតែចងការចងអីគេយកមកផលិតនឹងSNN ជាអង្គការមួយបានមកជួយសម្របសម្រួលដល់សហគមន៍ជារៀងរាល់ឆ្នាំ2022សហគមន៍កសិកម្មស្វ័យជប់មានជ័យយើងបានទុនអារាយប្រហែលជា$60,000ចាប់ដើមកុងត្រាសាកល្បងឆ្នាំទី1 600តោនជាងហើយ2023 1,400តោន2024នេះ2,000តោនតម្រូវការក្រុមហ៊ុនឲ្យធ្វើស្រូវនាំចេញធ្វើតែការម្ដួលធ្វើតែសែនក្អូបបើយកតែទុនអារាយមួយអត់គ្រប់ពួកខ្ញុំនៅតែឥណទានពីធនាគារផ្សេងទៀតដល់20,000ជាងបានតបឈ្នះដោយសាររងក្រុមហ៊ុនវល់លុយមកយើងអាលុយយើងខ្ចីគេថែមយើងនៅវិលជុំរហូតសមាជិកកើនឡើងជារៀងរាល់ឆ្នាំ200ជាងទៅ300រហូតដល់400គ្រួសារជាងផ្ទៃដីស្មើនឹងជិត1000ហិកតាហើយកាលលុយអារាយឲ្យនឹងក៏អូមែនតើនិស្សាអីយើងជាប់គាំងសើពូជយើងបវលមិនតាន់ហើយសើពូជពងប្រមូលទិញពីកសិករបាទមួយថ្ងៃ30តោន25តោនមានថ្ងៃណាខ្លះដល់40តោនលុយនេះប្រតិបត្តិការរយៈពេល12ខែពេញអត់មានលុយនៅធនាគារទេអញ្ចឹងរាល់ឆ្នាំយើងសង្ឃឹមថាស្រូវយើងដែលប្រមូលមកចូលហើយយើងចាប់ផ្ដើមកែច្នៃលក់បណ្ដាលក់បានទៅយកទៅបូកមួយអាទុនជាង$20,000ពីគម្រោងពីធនាគាររបស់សហគមន៍ហ្នឹងយកដើម្បីប្រតិបត្តិការស្រូវនឹងសងកសិករហើយយើងផលិតពូជឆ្នាំនេះវាហួសពីសមត្ថភាពយើងដែលគ្រប់គ្រងធ្វើឲ្យផលលំបាកជួបការបវលទុនទៅគាត់វិញយើងបានរិញស្រូវចំណីទៅបាន160តោនបើគិតជាលុយបាន127លានកាត់ពីចំណាយដឹកជញ្ជូនអញ្ចឹងសងលុយអារាយ20000យើងនៅសល់10000ជាងទៀតយកទៅទូទាត់កសិករអរគុណមែនតើសម្រាប់លុយអារាយដែលផ្ដល់ឲ្យ20000បានធូរមកកម្រិតធំសម្រាប់សហគមន៍ដល់យើងបានទុនអារាយមកអាចធូរច្រើនជាងមុនដោយសារយើងអាចរំលោះហើយជួយបង្កើនមុខរបរដល់សហគមន៍យើងខ្ញុំកសិករបើសហគមន៍មានលុយអញ្ចឹងចូលចិត្តលក់អយបានថ្លៃតម្លៃអត់ទៅឡើងអត់ទៅចុះបើសហគមន៍ទិញ1250ឈ្មួញគេទិញតែ1200គាត់អញ្ចឹងគេរត់មករយយើងហើយលក់បាននោះបានលុយភ្លាមយកទៅដោះស្រាយជីវភាពក្នុងគ្រួសារទូទាត់ថ្លៃជួររស់អីចឹងទៅទុនបង្វិលអារាយដែលបានផ្ដល់ឲ្យសហគមន៍ខ្ចីហ្នឹងគឺល្អមែនទែនវាបានជួយដល់សហគមន៍ហើយក៏ដូចជាជួយដល់កសិករដែរដែលមានឱកាសក្នុងការផលិតពូជលក់ឲ្យសហគមន៍យើងអត់បារម្ភរឿងថាថ្លៃឡើងថ្លៃចុះយើងធ្វើឲ្យតែកើតឲ្យតែល្អដល់សហគមន៍គេទទួលទិញហើយបានតម្លៃមួយល្អសមរម្យខ្លាំងស្រូវហើយដល់កន្លែងទូទាត់លុយឲ្យយើងមកអត់ពិបាកទេ